មិនបាត់យើងចាំបាច់ត្រូវស្រឡាញ់ខ្លួនឯងឲ្យខ្លាំងចង់មកបញ្យល់ហេតុផលងាយឲ្យយើងចេះងាកមកស្រឡាញ់ខ្លួនឯងពីថ្ងៃហ្នឹងទៅមានចាប់អារម្មណ៍នៅពេលដែលយើងភ្លេចស្រឡាញ់ខ្លួនឯងយើងក៏លេចមកមើលខ្លួនឯងគឺយើងដុនដាបមែនតើទាំងផ្លូវចិត្តទាំងផ្លូវកាយទាំងសម្រស់ទាំងអារម្មណ៍ធ្លាក់មកដល់ចំណុចមួយដែលចាប់យើងមែនតើពេលដែលយើងអត់បានស្រឡាញ់ខ្លួនឯងយើងក៏មានអារម្មណ៍ថាជីវិតយើងអត់សូវមានតម្លៃជីវិតយើងអត់សូវមានន័យព្រោះតែយើងអត់បានធ្វើអីសម្រាប់ខ្លួនយើងខ្លះការស្រឡាញ់ខ្លួនឯងវាមិនមែនជារឿងអាត្មានិយមទេប៉ុន្តែជារឿងដែលយើងតែងតែប្រាប់ខ្លួនយើងថាទោះបីជាយើងស្រឡាញ់អ្នកណាក៏ដោយព្រោះតែទុកក្តីស្រឡាញ់សម្រាប់ខ្លួនឯងខ្លះការដែលយើងស្រឡាញ់ខ្លួនឯងយើងនឹងផ្ដល់ឲ្យខ្លួនឯងនៅអ្វីដែលយើងចង់បានយើងនឹងថែសម្រស់យើងឲ្យស្អាតយើងនឹងប្រឹងប្រែងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងឲ្យល្អសម្រាប់ជីវិតយើងដឹងអត់នៅថ្ងៃចុងក្រោយដែលយើងអត់មានសល់អ្នកណាគឺយើងនៅសល់ខ្លួនឯងបើទោះបីជាមនុស្សនៅលើពិភពលោកនឹងបោះបង់យើងក៏យើងនៅសេះសល់ខ្លួនឯងដែលមិនបោះបង់ខ្លួនយើងចោលការដែលអោបខ្លួនឯងនៅក្នុងថ្ងៃដែលយើងកំពុងតែពិបាកបំផុតវាពិតជាមានន័យមែនតែនសម្រាប់ជីវិតរបស់យើងហើយយើងចេះស្រឡាញ់ខ្លួនឯងយើងនឹងដឹងថាអ្វីដែលយើងគួរកាត់ចោលអ្វីដែលយើងគួរដកចេញនិងអ្វីដែលយើងគួរតែទុកសម្រាប់ជីវិតរបស់យើងនឹងធ្វើឲ្យជីវិតរបស់យើងស្រស់ថ្លាមានន័យពេលដែលយើងស្រឡាញ់ខ្លួនឯងខ្លាំងណាអ្នកដែលចូលមកក្នុងជីវិតរបស់យើងគេនឹងដឹងពី